របៀបធ្វើឲ្យភ័យផ្ទុះតាន់សម័យការអាប់ដេត2026បាទចាប់ពីខែ6នេះមកចឹងបងប្អូនយើងចូលទៅ page របស់យើងនេះ page របស់ BOI មួយទៀតផងដែរបាទ page នេះយើងអាច set up tool រួចរាល់ហើយបាទទើបតែ set up tool ថ្មីតែម្ដងចឹងបងប្អូនចូលទៅ page ហ្នឹងបងប្អូនយកពាក្យ professional dashboard បាទចឹងចំណុចនេះបាទយើងបែងចែកជាចំណុច2ធំដើម្បីធ្វើឲ្យភ័យផ្ទុះទាំងការផុសទៅដើម្បីឲ្យគេឃើញគឺទិញអីវ៉ាន់យើងអនឡាញសាង brand របស់យើងទី1ទី2ផុសទៅដើម្បីរកចំណូលតាមរយៈ content របស់យើងអញ្ចឹងបាទបងប្អូននេះ1 2 3ទី1 post ទី2 story ទី3 reception បាទផុសហ្នឹងគេកំណត់ឲ្យយើង27ផុសក្នុងរយៈកាល27ផុសណាហ្នឹងហើយចឹងឥឡូវយើងបាន25ហើយចឹងយក week so far ក្នុងមួយសប្តាហ៍នេះយើងត្រូវផុសឲ្យបាន27លើចំនួន27ហើយ story ឲ្យបាន17 reception យើងអត់ទាន់បានចូលទៅឆ្លើយឆ្លងទេចឹងយើងត្រូវធ្វើបំពេញអាហ្នឹងចំណុចទី1ណាជួរហ្នឹងបាទហើយចំណែកខាងក្រោមនេះ post consistently help grow your audience យើងគេឲ្យយើងផុសឲ្យបានទៀងទាត់ដើម្បីបង្កើននៅអ្នកទស្សនាបាទចំណុចទី1 create ទី2 post goal នេះយើងកំណត់ក្នុងមួយសប្តាហ៍ how much content you have published so far this week យើងកំណត់ថាឥឡូវ27យើងត្រូវតែផុសបាន27ឬក៏យើងកំណត់25តែយល់ល្អយើងដាក់អស់ទៅតាមលេខរៀងទៅវាអស់ទៅ27បាទចំណុចទី2 story បាទនៅក្នុងចំណុចទី1ដែលយើងនិយាយអំពីខាងក្រោមនេះណា create story update goal កំណត់ story ប្រមាណហើយកន្លែងនេះ audience reception យើងចូលទៅ comment ចូលទៅ comment ឆ្លើយតបជាមួយគេអញ្ចឹងណាបាទនេះយើង find inspiration បាទយើងមើលថាតើផលិត topic បែបម៉េចដើម្បីឲ្យមាន audience យើងណា inspiration ណាគាត់ពេញចិត្តអញ្ចឹងណាយើងសិក្សាព្រោះឥឡូវមេតា update មែនតើអញ្ចឹងឥឡូវនេះយើងមកជួរនេះយើងយល់ហើយណាចំណុចដែលយើងបាទកំណត់ឲ្យបាននៅប្រចាំសប្តាហ៍3ធំទៀតប្រស្នា3ខដែលខ្ញុំតែងធ្វើវីដេអូមុនណាចឹងបងប្អូនចុចលើ BOI នេះមកបាទចុចលើនេះបងប្អូនលើនេះ weekly pick a focus area to help you grow as a creator ក៏ឲ្យយើងជ្រើសរើសនៅតំបន់ដែលយើងផ្ដោតដើម្បីជួយបង្កើនអ្នកក្នុងនាមជាអ្នក creator បាទហ្នឹងប្រស្នា3ខបងប្អូនអញ្ចឹងreach more people បងប្អូនមើល reach more people ទាំងអស់វាមាន3ណាអានេះ quick start on Facebook ហ្នឹងយើងធម្មតាទេ reach more people ដើម្បីទទួលបានកើតនៅអ្នកដែលទស្សនាហ្នឹងទី1យើង create 14 new public posts គេឲ្យយើងផុសចំនួន14ក្នុងមួយសប្តាហ៍បាទនេះ get 300 interaction on your post ធ្វើឲ្យគេ comment គេ like គេ share 300ផុស300ក្នុងមួយសប្តាហ៍ហ្នឹងអានេះយើង create 2 new public reel ហ្នឹងខ្ញុំឲ្យគ្រប់គ្រាន់ហើយចំណុចទី2 build my community បងប្អូនចុច update បាទ build my community នេះបងប្អូនត្រូវតែ reshare reel story យក reel ដែលយើងបានផុសហ្នឹងផ្លាច់ជា story create 14 new public posts អីចឹងទៅបាទចំណុចទី3 maximize earning ចង់រកលុយឲ្យបានច្រើនអញ្ចឹងយើងត្រូវកំណត់ទី1 make your post caption clear caption សរសេរច្បាស់ខ្លីៗទី2 create 14 new public posts ប្រដៅឲ្យបាន14 public post ធម្មតាណាមិន post reel អានេះ post reel story live channel post ធម្មតាហើយនេះ set up subscription នេះមិនបាច់ទេបងប្អូនបាទអញ្ចឹងនេះមេតាគាត់ update ដែរទី1យើងនិយាយពីការ post ទូទៅវាមាន3ចំណុចហើយនៅខាងក្រោមវាមាន1 2បាទ3ទៀតហើយនឹង weekly progress ហ្នឹងហើយ weekly progress ចឹងឲ្យតែបងប្អូនធ្វើអាហ្នឹងហើយបង្ហោះ original នេះឥឡូវ BOI យើង set up ថ្មីថ្មោងណាបាន 0.02 cent បាទ page នេះយើងមើលខាងលើ monetization មកនេះបងប្អូនបាទចឹងយើងព្យាយាមផុសទៅគឺកើនចំនួនអ្នកមើលអ្នកទស្សនាអ្នក follower ហើយបងប្អូនប្រើប្រាស់ page មានប្រយោជន៍ពីរធំទី1សាង brand យើងឲ្យគេស្គាល់យើងគេទិញអីវ៉ាន់យើងក៏បាត់មាន3បញ្ជាក់មាន3ទី2យើងទី1លក់អីវ៉ាន់ទី2យើងអាចរកចំណូលតាម Facebook
គេថាក្នុងនាមជា MMO និង AI creator ទី3យើងបានចំណូលពី sponsor ដែលពេលគេឃើញ page យើងផ្ទុះគេតាក់ទងមកផ្សព្វផ្សាយអរគុណច្រើនបើសិនជាបងប្អូនគិតថាវីដេអូនេះមានអត្ថប្រយោជន៍កុំភ្លេច follow page របស់ AI ទាំងពីរក៏ដូចជា like comment និង share ផងដែរសូមអរគុណបាទ